មហន្តរាយវប្បធម៌ពិភពលោកលីបង់អំពីវិនិយោគឲ្យសង្គ្រោះទីក្រុងបុរាណ UNESCO ពីគ្រាប់បែកអាកាសតើពិភពលោកនឹងបណ្ដោយឲ្យប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរលាយក្នុងផ្នែកបិទបើកឬរដ្ឋមន្ត្រីការបរទេសលីបង់លោក Youssef Raqi បានចេញមុខសម្ដែងក្តីបារម្ភនិងសោកស្ដាយជាពន់ពេកបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាចំតំបន់ទីប្រជុំជនចាស់ៗនៃទីក្រុងប្រវត្តិសាស្ត្រដែលស្ថិតនៅភាគខាងត្បូងប្រទេសយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី28ខែឧសភាឆ្នាំ2026ដោយការទម្លាក់គ្រាប់បែកនេះបានរងការប៉ះពាល់ដល់ព្រះវិហារកាតូលិកនិងវិហារអ៊ីស្លាមចំណាស់សំណង់និមិត្តរូបវប្បធម៌ដែលឈរជើងរាប់ពាន់ឆ្នាំតំបន់បុរាណវិទ្យាដែលជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិបច្ចុប្បន្នលីបង់កំពុងបើកយុទ្ធនាការការទូតយ៉ាងដោយដៃដុតជើងដើម្បីដាក់សម្ពាធអន្តរជាតិឲ្យមានការបញ្ឈប់ការវាយប្រហារនេះភ្លាមៗដោយគ្មានលក្ខខណ្ឌព្រោះនេះមិនមែនជាការបាត់បង់របស់លីបង់តែម្នាក់ឯងឡើយតែជាមហន្តរាយបេតិកភណ្ឌរបស់ពិភពលោកទាំងមូលតើអ្នកយល់យ៉ាងណាដែរចំពោះការបាត់បង់បេតិកភណ្ឌពិភពលោកនៅក្នុងសង្គ្រាម